ព្រោះសេចក្តីស្រឡាញ់វាមានពីរយ៉ាងណាគណាដីស្រឡាញ់មានពីរយ៉ាងមួយយ៉ាងគឺស្រឡាញ់ដោយការហួងហែងចឹងគណាស្រឡាញ់ដោយការហួងហែងអ្នកណាហួងហែងទាំងរឿងរ៉ាវគេទៀតមានរឿងអីមានការអីត្រូវប្រាប់នឹងឯងអានឹងសិតតែនាំរឿងរវល់រឿងខ្វល់ដាក់ខ្លួននឹងឯងតាំងខ្លួននឹងជាម្ចាស់អ្នកដតីគ្រប់គ្រងទៅណាមកណាគ្រាន់តែគេធ្វើអីគេសើចគេញញឹមអីស្និទ្ធស្នាលអីជាមួយនរណាហ្នឹងក៏ហួងហែងគេដែរអានឹងវាចូលខ្លួនទៅធ្វើជាម្ចាស់គេនឹងដោយសេចក្តីស្រឡាញ់ហ្នឹងហើយមានបំណងឲ្យអ្នកដតីនឹងឯងទំនុកបំរុងបំរើប្រកបគុណខ្លួនឯងធ្វើអីហ្នឹងបំណងឲ្យអ្នកដតីនឹងធ្វើសេចក្តីល្អដើម្បីខ្លួនឯងជាផលតបស្នងធ្វើអីឲ្យអីដល់អ្នកដតីតិចក្តីច្រើនក្តីហ្នឹងគឺមិនមែនដោយមេត្តាស្ម័គ្រស្មោះអីទៅទេឲ្យនឹងឲ្យនៅក្នុងបំណងតាក់ទាញទឹកចិត្តដើម្បីឲ្យគេអរគុណឲ្យគេស្រឡាញ់ឲ្យគេយកចិត្តទុកដាក់ឲ្យគេព្រមធ្វើជាអ្នកនៅក្នុងការគ្រប់គ្រងរបស់ខ្លួនហ្នឹងអញ្ចឹងការស្រឡាញ់ហ្នឹងគឺជាលោភៈចឹងគាត់ណាជាលោភៈសេនេហៈចឹងទៅប៉ុន្តែការស្រឡាញ់ម្យ៉ាងទៀតគឺប្រសិជ្ជៈការហួងហែងចឹងអត់ធ្វើជាម្ចាស់អ្នកដតីអត់ធ្វើជាម្ចាស់រឿងរ៉ាវអីទេពីព្រោះយល់ដឹងថាគ្រប់គ្នាប្រព្រឹត្តទៅយ៉ាងណាគឺជាការពិតយ៉ាងនោះកណានឹងឯងពិសេសណាស់ចឹងដែលបានជ្រាបដឹងថាអ្វីដែលប្រព្រឹត្តទៅក្នុងអ្នកដតីហ្នឹងគឺមានសេចក្តីពិត 100% ដែលជាសេចក្តីពិតដោយបរមត្តចឹងក្នុងអ្នកដតីហ្នឹងឬក៏ជាការប្រព្រឹត្តទៅតាមកម្មរៀងខ្លួនធ្វើអីជួយអីឲ្យអីក៏មិនទៀមទាផលតបស្នងអីទេចឹងណាឲ្យបានសេចក្តីសុខអញ្ចឹងទៅទោះជាអាមិសទានក្តីអភិយទានក្តីអភ័យទានហ្នឹងណាអភ័យទានធម្មទានក្តីគឺឲ្យក្នុងមហាប្រតិទឹកចិត្តថាសូមឲ្យអ្នករតីនោះឯងបានសេចក្តីសុខទៅចោះនឹងឯងឲ្យអ្នករតីនឹងបានធ្វើអ្វីល្អដើម្បីខ្លួនអ្នករតីនឹងឯងអត់មានទៀមទាឲ្យគេធ្វើល្អអីមកខ្លួនឯងទេនឹងឯងព្រោះយើងអាចបំពេញសេចក្តីល្អសម្រាប់ខ្លួនឯងនឹងបានគ្រប់គ្រាន់ហើយឲ្យអ្នកដតីនឹងធ្វើសេចក្តីល្អដើម្បីអ្នកដតីនោះឯងរួចអំពីបាបរួចពីសេចក្តីទុក្ខទៅ